ការប្រើពាក្យសម្ដីដល់អារម្មណ៍ស្រាលស្រាលលោកស្ទីបអង្អែលអ្នកទោសវាមិនមែនជារឿងតូចតាចទេរូបភាពបែបនេះអណ្ដែតទៅដល់ភ្នែកជនបរទេសវាជារឿងអាម៉ាស់របស់ខ្មែរក្នុងវីដេអូហ្នឹងមើលទៅវាដូចស្រេកឃ្លានមនុស្សស្រីសម្បើមណាស់អញ្ចឹងការដែលគេរិះគន់នេះកុំចោទគេថាគេនឹងកាន់ជើងជនល្មើសមើលមិនឃើញពីការប្រឹងប្រែងរបស់អ្នកសារព័ត៌មានការប្រឹងប្រែងនេះបងប្អូនការងារអីក៏គេប្រឹងដែរប៉ុន្តែការប្រឹងប្រែងត្រូវភ្ជាប់ជាមួយចំណេះដឹងនិងក្រមសីលធម៌ផងបន្ទាប់ពីមានការរិះគន់ខ្លាំងនិងមានការហៅទៅអប់រំចេញមកវិញយើងឃើញម្នាក់ព្រមទទួលខុសហើយប៉ុន្តែម្នាក់ទៀតនៅតែញ៉ាំងចោទថាគេនឹងមិនឲ្យតម្លៃកងកម្លាំងមិនឲ្យតម្លៃអ្នកសារព័ត៌មានចោទថាគេនឹងជន់ទាំងកងកម្លាំងជន់ទាំងសារព័ត៌មានហើយលើកដំកើងអ្នកទោសទេកងកម្លាំងគេសរសើរតែដែលចាប់ជនល្មើសត្រឡប់មកវិញបានប៉ុន្តែអ្នកដែលគេមិនបានសរសើរគឺពីរអ្នកឯងវាមើលទៅវាដូចជាស្រេកឃ្លានស្រីណាស់អញ្ចឹងវាដូចដាច់ដាពេកនិយាយឡើងថាខ្ញុំនឹងធ្លាប់តែនិយាយលេងអញ្ចឹងហើយចុះក្បាលកាចាស់ប៉ុណ្ណឹងអត់ដឹងថាអ្វីជាការលេងសើចអ្វីជាការងារផ្លូវការអោលោកហើយបើចំណេះដឹងនឹងក្រមសីលធម៌ខ្សោយដល់ថ្នាក់នឹងទៅកាន់ក្បាលមេក្រូកាន់កាមេរ៉ាធ្វើសារព័ត៌មានធ្វើអីមានដឹងអត់ថាគ្រប់រូបភាពគ្រប់សម្លេងវាឆ្លោះបញ្ចាំងទៅដល់ឆាកអន្តរជាតិអញ្ចឹងហើយបានជាគេបង្កើតច្បាប់បង្កើតក្រមសីលធម៌សម្រាប់សារព័ត៌មានកុំឲ្យចេញមកភ្លើអញ្ចឹង